សពឃើញយ៉ាងនេះនឹងបានឡើងបនស័កយោងតាមក្បួនតម្រាហោរាសាស្ត្របានគន់គូថាកាលបើលោកអ្នកយល់សពឃើញដោយប៉ុន្មានចំណុចខាងក្រោមនេះនឹងមានសញ្ញាល្អដែលនឹងនាំមកនូវសេរីសួស្តីសុភមង្គលព្រោះត្រូវបានដំឡើងយសឋានៈតួនាទីរួមនឹងកិច្ចការងារអ្វីៗបានសម្រេចដោយក្តីប្រាថ្នាបណ្ដាសញ្ញាសុបិនទាំងនេះគឺ 1. យល់សពឃើញបងសំណាញ់អុសអួនឬស្ទូចត្រីទោះជាបានត្រីក្តីមិនបានត្រីក្តីតាមក្បួនតម្រាទូទាយថាលោកអ្នកគង់នឹងបានសម្រេចនៅលាភជោគពិសេសត្រូវបានដំឡើងបនស័កក្នុងពេលដ៏ឆាប់ខាងមុខនេះ 2. សុបិនឃើញទទួលបានស្ករឬទឹកឃ្មុំនឹងមានសិរីសួស្តីមានយស័កដ៏ឧត្តុង្គឧត្តម 3. យល់សពឃើញបានឡើងលើភ្នួខ្សាច់នឹងបានឡើងជាមន្ត្រី 4. សុបិនឃើញបានស៊ីក្បាលមនុស្សនឹងបានឡើងជាចៅហ្វាយស្រុកឬចៅហ្វាយខេត្តពោរពេញទៅដោយឥទ្ធិពលអំណាចដ៏មហាសាល 5. ឃើញឡើងទៅបរិភោគបាយនៅលើកំពូលភ្នំនឹងមានគេនាំទ្រព្យមកឲ្យនឹងបានយស័កធំ 6. យល់សពឃើញដើរលើទឹកឬហោះកាត់ទឹកកាត់ព្រៃព្រឹក្សាឬមួយក៏បានឆ្លងកាត់ទឹកតាមមធ្យោបាយអ្វីមួយក្តីមិនថាទូកសាឡាងឬស្ពានទោះនឹងគិតការអ្វីៗក៏បានសម្រេចក្តីប្រាថ្នានឹងឡើងបនស័កជាប្រធានអង្គភិបជាមិនខាន 7. ឃើញគេលើកឲ្យជីដំរីជីសេះឬជីលើក្រេស្នែងឬក៏ជីរទេះសេះនឹងមានគេជួយឧបត្ថម្ភជ្រងឲ្យបានឡើងយស័ក 8. សុបិនឃើញរាហូលេបព្រះច័ន្ទយក្សស៊ីមនុស្សពស់លេបកងកែបទោះនឹងទៅទីណានឹងបានជ័យជំនះបានឡើងឋានៈខ្ពង់ខ្ពស់ 9. ឃើញគេអាសាច់ខ្លួនឯងនឹងបានឡើងជាមន្ត្រី 10. យល់សពឃើញដែកនៅចំកណ្ដាលដីនឹងមានអំណាចផ្សាយទៅក្នុងទីទាំងពួង 11. ឃើញជារទេះសេះឬរទេះគោអ្នកធំនឹងឲ្យយស័កដ៏ឧត្តមឧត្តម 12. សុបិនឃើញបានឡើងដើមឈើធំនឹងមានលាភដ៏ប្រសើរឬក៏នឹងបានជាមន្ត្រីធំ 13. ឃើញមិត្តសម្លាញ់ស្លាប់ទោះនឹងគិតការអ្វីនឹងបានសម្រេចដោយបំណង 14. បានឡើងលើដំបូលឡើងភ្នំនឹងបានឡើងយស័ក 15. ឡើងផ្ទះថ្មីនឹងបានយស័កដ៏ខ្ពង់ខ្ពស់នឹងមានអំណាចច្រើន 16. គេបកផ្លិតឲ្យនឹងបានធ្វើជាចៅហ្វាយនាយ 17. បានដើរឆ្លងស្ពានទៅរហូតមិនត្រឡប់ក្រោយទោះគិតកិច្ចការអ្វីក៏នឹងបានសម្រេចគ្រប់ប្រការ 18. បានចូលជ្រក់ក្រោមដើមឈើធំនឹងបានជាធំក្នុងអង្គភាព 19. យល់សពឃើញជីក្រេស្នែងមានគេសែងទោះនឹងប៉ងធ្វើការអ្វីនឹងបានសម្រេចដោយក្តីប្រាថ្នាកាលបើលោកអ្នកយល់សពឃើញដោយការពោលមកនេះបើទោះជាមិនឆុត 100% ក៏គង់ត្រឹមត្រូវភាគច្រើនសុបិនឃើញម៉ូតូការងាររីចម្រើនដ៏រឹងមាំសុបិនអំពីម៉ូតូតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរីចម្រើនដ៏រឹងមាំនៅក្នុងស្ថានភាពរស់នៅដែលម្ចាស់សុបិនកំពុងឆ្ពោះទៅរកជីវិតពិតសុបិនអំពីម៉ូតូគឺជាសញ្ញាចិត្តជោគជ័យជាក់លាក់និងជាសុបិនគួរឲ្យចាប់អារម្មណ៍ណាស់សម្រាប់អ្នកកំពុងសាងការងារអ្វីមួយសុបិននេះជាដំណើរខាងវិញ្ញាណបង្ហាញឲ្យដឹងថាអ្នកកំពុងឆ្ពោះទៅមុខក្នុងស្ថានភាពថ្មីមួយយ៉ាងលឿននិងមាំទាំក្នុងជីវិតដែលកំពុងស្វែងរកសេរីភាពហិរញ្ញវត្ថុកេរ្តិ៍ឈ្មោះក្តីសុបិនបានទទួលម៉ូតូឬអ្នកណាឲ្យម៉ូតូឬឡើងជិះវាផ្សារភ្ជាប់ជាមួយនឹងធម្មជាតិបះបោររបស់អ្នកនៅក្នុងជីវិតពិតអាចបដូរស្ថានភាពទៅជាល្អនិងខ្លាំងជាងមុនបើនៅក្នុងសុបិនអ្នកកំពុងបើកបរម៉ូតូនោះជានិមិត្តសញ្ញាថាភាពសប្បាយរីករាយនឹងមករកអ្នកសុបិនថាមានគ្រោះថ្នាក់ពេលជិះម៉ូតូមានន័យថាអ្នកអាចប្រឈមមុខនឹងហានិភ័យការទទួលខ្យល់បក់មកលើមុខហើយក្នុងពេលជិះមានន័យថាដែលអ្នកប្រាថ្នាចង់បានសេរីភាពក្នុងការធ្វើតាមចិត្តចង់បានសម្រេចហើយប្រសិនបើអ្នកបានឃើញនរណាម្នាក់កំពុងបើកបរម៉ូតូនោះអ្នកអាចនឹងឃើញបដូរទិសដៅមកស្និទ្ធឬធ្វើការជាមួយគេវិញក្នុងជីវិតពិតសុបិនអំពីទទួលបានអំណាចម៉ូតូមានន័យថាអ្នកចង់ធ្វើសកម្មភាពដោយសេរីនឹងនាំមកនូវភាពរំភើបនៅក្នុងជីវិតរបស់អ្នកហើយមានអ្នកណាម្នាក់មកជួយយើងលើរឿងនេះម្យ៉ាងវិញទៀតម៉ូតូក្នុងសុបិនតំណាងឲ្យការរួមភេទដែរនេះបើយោងតាមជំនឿចិនបើបរោះណាគេឲ្យម៉ូតូមកអ្នកហ
ហើយអ្នកជាស្រីគេកំពុងចង់បានអ្នកមកជាភរិយាសុបិនខ្លាចជាអ្នកដំណើរនៅលើម៉ូតូប្រុសសង្ហាបង្ហាញពីកិច្ចការថ្មីដែលអ្នកកំពុងមានជាមួយគេឬស្នេហាថ្មីដែលអ្នករៀបនឹងប្រព្រឹត្តកែងសុបិនឃើញពស់វែកជាសញ្ញាឲ្យប្រុងប្រយ័ត្នខ្លួនឯងមែនទែនពស់ក្នុងក្តីសុបិនជាទូទៅគេតែងតែគិតថាគូព្រេងនឹងមកដល់ឆាប់ប៉ុន្តែបើយោងទៅតាមជំនឿគឺមិនទាំងអស់នោះទេពស់ខ្លះតំណាងឲ្យអាជីពការងារមានការប្រកួតប្រជែងខ្លាំងជាពិសេសពស់វែកតែម្ដងដែលយើងតែងតែខ្លាប់ខ្លាចជាងគេសុបិនឃើញពស់វែកនៅនឹងមុខមានន័យថាក្នុងអំឡុងពេលនេះត្រូវប្រុងប្រយ័ត្នជាពិសេសជាមួយរាល់ពាក្យសម្ដីដែលអ្នកនិយាយទៅកាន់មនុស្សជុំវិញខ្លួនអ្នកគួរតែគិតមុនពេលនិយាយហើយកុំនិយាយសន្យាជាមួយអ្នកណាដែលឥតប្រយោជន៍និងមិនអាចធ្វើឲ្យគេបានព្រោះអាចនឹងមានបញ្ហាមានជម្លោះកើតឡើងរហូតបែកបាក់គ្នាក៏មានសុបិនឃើញពស់វែកបើកវែករកខាំយើងមានន័យថាក្នុងអំឡុងពេលនេះនឹងមានមនុស្សមកជួយការងារអាចទទួលបានដំណឹងល្អឬនឹងបានជួបគូព្រេងដែលប៉ងមកជាយូរហើយសុបិនឃើញពស់វែកលិតអណ្ដាតសម្លឹងមកបញ្ជាក់បានថាមនុស្សដែលជាសត្រូវនឹងគ្នាអាចវិលខ្លាយជាមិត្តល្អវិញដោយសារតែការយោគយល់និងដំណោះស្រាយវិវាទល្អជាងមុនចំណែកអ្នកណាដែលកំពុងមានបញ្ហាក្នុងវិវាទអ្នកប្រហែលជាអ្នកឈ្នះរឿងក្តីក្តាំងនេះលើគេសុបិនឃើញពស់វែកនៅស្ងៀមត្រឹងមានន័យថាក្នុងអំឡុងពេលនេះអ្នកគួរតែប្រើស្មារតីឲ្យច្រើនជាងអារម្មណ៍ឆេវឆាវគិតមួយពេលហើយគួរប្រយ័ត្នពាក្យដែលប្រើជាមួយមនុស្សជិតស្និទ្ធឬសមាជិកគ្រួសារបើប្រើមិនស្រួលអាចមានទំនាស់បង្ករឿងជាធំបានសុបិនឃើញពស់វែកវាកាត់មុខមានន័យថាអ្នកអាចនឹងមានរឿងបាត់បង់លុយកាក់តិចតួចឬជាស្នេហាដូច្នេះចូលតោងប្រយ័ត្នមាត់កកុំឲ្យរឿងតិចតួចប្រែក្លាយជាការឈឺចាប់មកបំផ្លាញគ្នាបានសុបិនឃើញរន្ទះបាញ់ជាប្រភ្នាល់មិនគួរឲ្យប្រងើយកន្តើយសុបិនឃើញរន្ទះបាញ់ជាសុបិនដែលមនុស្សជាច្រើនកម្រជួបប្រទះប៉ុន្តែយោងទៅតាមជំនឿវាមានអត្ថន័យគួរឲ្យចាប់អារម្មណ៍ដែលអ្នកគួរដឹងនិងយកចិត្តទុកដាក់ប្រសិនបើអ្នកសុបិនឃើញរន្ទះបាញ់មកចំពីមុខអ្នកនោះជាសុបិនប្រាប់ប្រភ្នូលល្អវាមានន័យថាសំណាងអាក្រក់ទាំងឡាយនឹងបញ្ចប់ក្នុងពេលនេះឯងហើយទុកព្រួយនឹងជំនួសដោយរឿងល្អៗជាបន្តបន្ទាប់ប្រសិនសុបិនឃើញរន្ទះបាញ់ចំអ្នកដទៃវិញអត្ថន័យរបស់វាគឺនឹងទទួលបានសំណាងពីទិសខាងលិចឬមកពីការផ្សងរង្វាន់មិនអ៊ីចឹងទេនរណាម្នាក់នឹងជូនអំណោយឲ្យអ្នកសុបិនឃើញរន្ទះបាញ់ជាប់ដើមឈើវាមានន័យថាសំណាងនឹងរត់មករោគជាហូរហែអ្នកនឹងគ្មានទុក្ខលំបាកទៀតទេអំឡុងពេលនេះពោលគឺជីវិតនឹងជួបតែលាភសំណាងឯសុបិនឃើញរន្ទះបាញ់ចំផ្ទះរបស់អ្នកជាប្រភ្នូលអាក្រក់មនុស្សក្នុងផ្ទះនឹងមានការយល់ច្រឡំជាមួយគ្នាបង្កទៅជារឿងជម្លោះមិនតែប៉ុណ្ណោះសុខភាពរបស់សមាជិកគ្រួសារក៏មិនល្អដែរនរណាម្នាក់អាចឈឺធ្ងន់ភ្លាមសុបិនឃើញរន្ទះបាញ់ទៅលើផ្ទះអ្នកដទៃជាប្រភ្នូលទាក់ទងនឹងសុខភាពនិងគ្រោះអ្នកផ្ទាល់អាចរងជំងឺដែលមិននឹកស្មានដល់ឬម្យ៉ាងទៀតមនុស្សក្នុងផ្ទះនឹងជួបគ្រោះថ្នាក់ដោយឡែកសុបិនឃើញរន្ទះបាញ់ទៅលើដីគឺជាសុបិនដែលមានអត្ថន័យល្អវាមានន័យថាសំណាងអាក្រក់នឹងកន្លងផុតទៅហើយអ្នកនឹងទទួលបានសំណាងល្អពាក់ព័ន្ធនឹងការរកស៊ីឬការជួញដូរនានា